បាទជំរាបសួរបងប្អូនទាំងអស់គ្នាចូលឆ្នាំថ្មីហើយហើយវីដេអូនេះសម្រាប់ជូនដល់បងប្អូនដែលគាត់ចង់បានគ្រាប់ពេជ្រដែលល្អឥតខ្ចោះលើលោកបាទខ្ញុំសូមណែនាំពេជ្រសុទ្ធសួរឆ្នាំគឺជា brand របស់ក្រុមហ៊ុនស្អាតប្រទេសអូស្ត្រាលីហើយវាតម្លៃដល់ស្ថាប័ន G-Cal នៅឯ New York US បាទតើគេវាតម្លៃយ៉ាងម៉េចទៅធម្មតា GIA គេវាតម្លៃទៅលើ3ចំណុចបាទសម្រាប់ពេជ្រសុទ្ធសួរឆ្នាំគេវាតម្លៃ8ចំណុចរបស់ខាត់ទៅទី1គេហៅថា polish បាទពីការខាត់ទី2ពី external symmetry បាទ external symmetry នេះខ្ញុំហៅថាសមាមាត្រខាងក្រៅពីភាពស៊ីខ្សែសងគ្នាជាក់លាក់បាទទី3គឺ proportion នេះគឺយើងហៅថាសមាមាត្រគឺរង្វាស់ទំហំនិងកែងមុខកាត់របស់គាត់បាទទី4គេហៅថា optical brilliance បាទគឺខ្ញុំហៅថាយុត្តិភាពទស្សនៈសម្ព័ន្ធបាទគឺយើងនិយាយអំពីពិវៈនៃពន្លឺគាត់ពិតដែលចាំមកនៅក្នុងនេះបាទទី5 fire គឺពន្លឺភ្លើងបាទទី6គេហៅថា scintillation បាទគឺពន្លឺក្រឡែកគឺនៅពេលដែលយើងក្រឡែកគាត់ពិតបាទវាចាំពន្លឺមកនៅក្នុងនេះបាទទី7គេហៅថា optical symmetry ខ្ញុំហៅថាសមាមាត្រទស្សនៈសម្ព័ន្ធគឺយើងនិយាយអំពីភាពស៊ីខ្សែគ្នានិងឯកសណ្ឋានភាពនៃមុខកាត់បាទក្នុងការទាញយកនិងបញ្ចេញពន្លឺរបស់ប្រភេទនេះឯងបាទសំខាន់ណាស់រៀនស្មោះបងទី8គឺ hearts and arrows គឺយើងនិយាយអំពីព្រួយបេះដូងនេះពេលណាក៏ពេជ្រដែលគេកាត់ឆ្នៃបានល្អឥតខ្ចោះបាទគឺវាបង្ហាញនៅព្រួយបេះដូងជាក់លាក់ស៊ីខ្សែគ្នាបានអរបងប្អូនដូច្នេះ8ចំណុចនេះវាសំខាន់ណាស់នៅក្នុងការវិនិច្ឆ័យគ្រាប់ពេជ្រដែលមានកម្រិតកម្ពស់នៅក្នុងការកាត់ឆ្លាក់បងប្អូនបាទដូច្នេះសម្រាប់បងប្អូនដែលគាត់ចង់បានគ្រាប់ពេជ្រដែលល្អឥតខ្ចោះគឺពិសុទ្ធសួរឆ្នាំពីក្រុមហ៊ុនស្អាតគ្រប់សូមអរគុណ